老师说大人就是说好了。ឥឡូវនេះអ្នកគ្រូនិយាយពីមនុស្សធំគឺអ្នកគ្រូនិយាយហើយ现在老师说到你们年轻的人，ឥឡូវនេះក្មេងៗ那位妹对，你们在年轻的人， អ្នកដែលនៅក្មេងៗ 你们知道吗？ បើមកអូនគ្នាដឹងអត់ 上班的地方 នៅកន្លែងធ្វើការ 不是需要你漂亮还是帅， មិនត្រូវការបងគ្នាស្អាតឬក៏សង្ហាទេ 是要有就是和本领 ត្រូវការមានចំណេះត្រូវការមានចំណេះដឹងហើយនិងសមត្ថភាពដើម្បីយកទៅធ្វើការ 上班给别人。 យកទៅធ្វើការឲ្យគេ 现在你不努力学，老师让你们站。 ឥឡូវនេះអូនគ្នាអត់ខិតខំរៀនអ្នកគ្រូឲ្យអូនឈរ 但是 ប៉ុន្តែ 你们站1个小时， អូនឈរ1ម៉ោង 脚肯定痛， ប្រកាសជាចុកជើងហើយ 是不是？ មែនអត់ 但是 ប៉ុន្តែ 如果将来 បើសិនបើថ្ងៃអនាគត 你们不努力学， អូនអត់ខិតខំរៀន 去上班， ទៅធ្វើការ 站8个小时，站10个小时， ឈរដល់8ម៉ោងដល់10ម៉ោង 真的 ពិតមែន 不是站开玩笑， មិនមែនឈរលេងទេ 不是站看来看去， មិនមែនឈរមើលនេះមើលនោះទេ 站上班， ឈរធ្វើការ 真的。 ពិតមែន 有些人站一整天，有些人坐一整天， មានអ្នកខ្លះឈរពេញមួយថ្ងៃហើយនិងមានអ្នកខ្លះអង្គុយពេញមួយថ្ងៃ 为什么？ ហេតុអ្វី 因为没有就是没有本领， ពីព្រោះមានចំណេះដឹងហើយនិងសមត្ថភាព 就有力气去上班， គឺត្រូវយកកម្លាំងកាយទៅធ្វើការ 所以 ដូច្នេះហើយ 现在不努力学，站1个小时， ឥឡូវនេះអត់ខិតខំរៀនឈរវិញ1ម៉ោង 但是将来 ប៉ុន្តែថ្ងៃអនាគត 更难， កាន់តែពិបាក 懂吗？ យល់អត់